ជំរាបសួរសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះឈឿនប៊ុនធីបច្ចុប្បន្នជានិស្សិតឆ្នាំទី3នៃសាកលវិទ្យាល័យជាតិបាត់ដំបងជំនាញបច្ចេកវិទ្យាព័ត៌មាននៅក្នុងវីដេអូនេះដែរនាងខ្ញុំនឹងមកធ្វើការចែករំលែកនៅបទពិសោធន៍ខ្លះៗទាក់ទងនឹងការដាក់ស្នើសុំអាហារូបករណ៍រយៈពេល5ខែមកកាន់សហភាពអឺរ៉ុបតាមរយៈគម្រោង Erasmus+ KA1កាលពីកំឡុងឆ្នាំ2024នាងខ្ញុំបានឃើញពីការប្រកាសជ្រើសរើសនិស្សិតដើម្បីមកបន្តការសិក្សាតាមរយៈគម្រោងមួយនេះនៅលើ page ផ្លូវការផ្ទាល់របស់សាកលវិទ្យាល័យហើយមានចំណាប់អារម្មណ៍ក្នុងការដាក់ស្នើសុំរហូតត្រូវបានជ្រើសរើសឲ្យមកបន្តការសិក្សានៅសាកលវិទ្យាល័យ Unisanio នៃប្រទេសអ៊ីតាលីរយៈពេល5ខែតាមរយៈការផ្លាស់ប្ដូរការសិក្សាមួយនេះក្រៅពីការសិក្សានៅជំនាញដែលបានជ្រើសរើសនាងខ្ញុំក៏បានធ្វើការស្វែងយល់បន្ថែមទាក់ទងនឹងការរស់នៅម្ហូបអាហារភាសាក៏ដូចជាទីកន្លែងប្រវត្តិសាស្ត្រមួយចំនួននៅទីនេះផងដែរជាពិសេសគឺបានរាប់អានជាមួយនឹងមិត្តភ័ក្តិថ្មីដែលមកពីប្រទេសផ្សេងៗគ្នាហើយពួកយើងក៏បានធ្វើការចែករំលែកពីវប្បធម៌គ្នាទៅវិញទៅមកផងដែរចំពោះអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្ដូរការសិក្សាទៅកាន់ប្រទេសផ្សេងៗនៅសហភាពអឺរ៉ុបតាមរយៈគម្រោងកម្មវិធី Erasmus+ មួយនេះអ្នកទាំងអស់គ្នាក៏អាចធ្វើការតាក់ទងទៅកាន់ការិយាល័យទំនាក់ទំនងអន្តរជាតិនៅតាមសាកលវិទ្យាល័យរបស់អ្នកទាំងអស់គ្នាហើយពួកគាត់នឹងជួយសម្របសម្រួលនិងធ្វើការផ្តល់ព័ត៌មានលម្អិតតាក់ទងនឹងកម្មវិធីទៅកាន់អ្នកទាំងអស់គ្នាផងដែរជាចុងក្រោយនាងខ្ញុំសូមអរគុណទៅដល់លោកគ្រូអ្នកគ្រូនៃ Department វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលបានជួយឲ្យដំណើរការនៃការដាក់ពាក្យរបស់ខ្ញុំដំណើរការទៅមុខបានកាន់តែរលូននិងអរគុណដល់ការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជាតិបាត់ដំបងដែលបានជួយសម្របសម្រួលទាក់ទងនឹងការរៀបចំឯកសារស្នើសុំដាក់ពាក្យការរៀបចំការប្រឡងនិងការរៀបចំនៅឯកសារសំខាន់ៗមួយចំនួនទៀតទាំងមុនពេលនិងក្រោយពេលដែលខ្ញុំត្រូវបានជ្រើសរើសឲ្យមកបន្តការសិក្សានៅប្រទេសអ៊ីតាលីនេះ